ពិតជាមនុស្សគ្មានការអប់រំពិតមែនតែនេះជាសុទ្ធដែលបានរកឃើញដោយខ្លួនឯងរបស់ដែលកូនយើងរកបានហេតុអីត្រូវយកទៅឲ្យអ្នកដទៃបើម៉ែចង់បានសុទ្ធឲ្យបងធំឡើងភ្នំរកខ្លួនឯងទៅឯងស្លាប់រឹងហើយមែនទេល្អណាស់ល្អណាស់ការពារតែប្រពន្ធភ្លេចម៉ែខ្លួនឯងខ្ញុំប្រាប់ឯងចុះរឿងនេះមិនទាន់ចប់ទេខ្ញុំនឹងទៅរកមេភូមិឲ្យជួយរកខុសត្រូវតោះលើកនេះមានរឿងល្អមើលហើយម៉ែខ្លាចគាត់មែនទេរៀងខ្លាចបន្តិចដែរតែម៉ាន់មិនខ្លាចទេមែនទេម៉ាន់មិនខ្លាចទេម៉ាន់នឹងការពារម៉ែអ្នកណាហ៊ានធ្វើបាបម៉ែម៉ាន់មិនឲ្យគេធំក្លិនរបស់ល្អទេល្អណាស់ម៉ាន់ការពារម៉ែគាត់មកទៀតហើយមកហើយចង់បានសុទ្ធទៅថ្ងៃមុខបើគាត់មកទៀតមិនបាច់ធ្វើមុខរាប់អានគាត់ទេលោកពូញ៉ាំទៅលោកពូខឹងអស់មួយរសៀលហើយជឿថាច្បាស់ជាឃ្លានហើយម៉ាន់រឿងថ្ងៃនេះអរគុណកូនហើយណាដែលជួយនិយាយជំនួសម៉ែកូនម៉ាន់មិនបាននិយាយអីច្រើនទេម៉ាន់គ្រាន់តែនិយាយការពិតគាត់ពិតជាធំក្លិនមិនល្អមែនតើមេភូមិលោកត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំផងមេភូមិលោកត្រូវតែជួយរកខុសត្រូវឲ្យខ្ញុំបងស្រីជួបករណីអីហ្នឹងកូនប្រសាច្បងរបស់ខ្ញុំវាមិនដឹងគុណមិនចេះគោរពកោតខ្លាចខ្ញុំទេថែមទាំងមីក្មេងស្រីអាយុ3ខែកន្លះដែលរើបាននោះទៀតហាប់មាត់ឡើងគឺជាប្រមាថមនុស្សចាស់តែម្ដងនេះតើនៅមានច្បាប់ទម្លាប់ទៀតទេម៉ាន់និយាយមកមើលតើមានរឿងអីកើតឡើងឲ្យប្រាកដបងស្រីសុទ្ធទាំងនោះគឺម៉ាន់ជាអ្នករកឃើញដោយខ្លួនឯងនៅក្នុងព្រៃភ្នំបើទោះជាតាមសំហេតុផលក៏ជារបស់ផ្ទះលីនឈុនហឺដែរបើបងស្រីចង់បានសុទ្ធក៏បានដែរតែមិនអាចមកដណ្ដើមយកដោយបង្ខំបែបនេះទេខ្ញុំជាម្ដាយក្មេកនាងណាកាលពីពេលចែកផ្ទះគ្នាការដែលបងស្រីដេញអាហឺចេញពីផ្ទះបងស្រីនិយាយយ៉ាងម៉េចខ្លះបងស្រីថារស់នៅរៀងខ្លួនមិនពាក់ព័ន្ធគ្នាទេពាក្យទាំងនេះបងស្រីជាអ្នកនិយាយខ្លួនឯងមែនទេខាងកូនប្រសាក៏មិនដែលថាមិនឲ្យបងស្រីចូលផ្ទះដែរសុទ្ធគឺក្មេងតូចរកបានដោយខ្លួនឯងបងស្រីមកដល់ផ្ទះភ្លាមក៏ទារយកបើគេមិនឲ្យក៏មិនអាចថាគេខុសដែរមីក្មេងស្រីម្នាក់នោះវាហ៊ានត្បិតសម្ដីជាមួយខ្ញុំណានាងទើបតែអាយុ3ខែកន្លះប៉ុណ្ណោះក្មេងអាយុ3ខែកន្លះនិយាយពីរបីម៉ាត់បងស្រីក៏ទ្រាំមិនបានដែរបងស្រីបើចង់បានអីគួរតែនិយាយគ្នាផ្អែមល្ហែមប្រសាជាងមកដណ្ដើមបង្ខំល្អណាស់ពួកអញសុទ្ធតែជួយខាងអ្នកក្រៅទាំងអស់គ្នាខ្ញុំគ្រាន់តែមកមើលថែជើងរបស់អាហឺបានធូរស្រាលខ្លះហើយឬនៅប៉ុណ្ណោះឈុនហឺឲ្យឯងមើលចុះសំបីតែដីចំការបន្លែរបស់ឯងក៏ទុកឲ្យនៅទំនេរចោលដែរឯងមើលពួកឯងរស់នៅរាល់ថ្ងៃនេះចុះម៉ែមានការអីនិយាយត្រង់មកខ្ញុំកំពុងតែគិតពីស្ថានភាពផ្ទះឯងជើងរបស់អាហឺក៏មិនល្អឯងជាស្រីម្នាក់ឯងមើលថែមិនដឹងជាគ្រាន់ឬមិនគ្រាន់ទេក្មេងស្រីដែលរើបានមកនោះក៏នៅតូចស៊ីបាយផ្ទះឯងផឹកទឹកផ្ទះឯងទេមិនស្មើនឹងអីមិនស្មើនឹងយកក្មេងស្រីម្នាក់នោះទៅផ្ទះខ្ញុំទៅខ្ញុំជួយចិញ្ចឹមជំនួសម្យ៉ាងទៀតក្មេងម្នាក់នោះមិនចេះរកសុទ្ធទេអីទុកនៅកន្លែងខ្ញុំក៏អាចជួយផ្ទះអាដាជូបានខ្លះដែរមិនបានទេឯងនេះជាមនុស្សយ៉ាងម៉េចនិយាយមិនស្ដាប់សោះនេះខ្ញុំគិតគូជំនួសឯងទេណាគិតគូជំនួសខ្ញុំការដែលអាហឺរបួសជើងម៉ែមិនឃើញដេញពួកយើងចេញពីផ្ទះបែបនឹងសោះ3ឆ្នាំហើយម៉ែធ្លាប់មកមើលអាហឺប៉ុន្មានដងដែរធ្លាប់ឲ្យអង្គពួកយើងមួយគ្រាប់ដែរឬទេឥឡូវនេះឲ្យតែម៉ានរកឃើញរបស់អីបន្តិចបន្តួចម៉ែក៏មកភ្លាមតែម្ដងលោកយាយមកទៀតហើយកាលពីលើកមុនលោកយាយមកទារយកសុទ្ធរបស់ម៉ានលើកនេះលោកយាយមកចង់បានអីទៀតចង់បានម៉ានមែនទេឯងមើលចុះចរិតបែបហ្នឹងគ្មានការអប់រំតតែសោះកាលពីលើកមុនលោកយាយមកទារយកសុទ្ធរបស់ម៉ានលើកនេះលោកយាយមកចង់បានអីទៀតចង់បានម៉ានមែនទេម៉ានមិនទៅទេផ្ទះរបស់ម៉ាននៅទីនេះម៉ែរបស់ម៉ាននៅទីនេះម៉ានមិនទៅណាទាំងអស់ក្មេងអាយុ3ខែដូចជាឯងចេះដឹងអីម៉ានដឹងលោកយាយធំក្លិនមិនល្អទេក្លិនជូរនៅលើខ្លួនលោកយាយកាន់តែធ្ងន់ទៅហើយគឺជារសជាតិខឹងព្រោះដណ្ដើមរបស់គេមិនបានឯងសាច់អីកាលពីលើកមុនលោកយាយចង់បានសុទ្ធលោកតាដេកបានប្រាប់ហើយថាលោកយាយមិនអាចយកបានទេថ្ងៃនេះលោកយាយមកទៀតលោកយាយចង់នាំម៉ាន់ទៅដើម្បីឲ្យម៉ាន់ជួយលោកយាយរករបស់មែនទេម៉ាន់មិនទៅទេម៉ាន់ជួយតែមនុស្សណាដែលល្អចំពោះម៉ាន់ប៉ុណ្ណោះរមើលគុណពិតមែនគ្រាន់តែជាក្មេងរើបានម្នាក់ហ៊ានមកសម្ដែងរកពៀនៅចំពោះមុខខ្ញុំផងកុំជេរនាងឯងហ៊ានកំហុសដាក់ខ្ញុំផងឯងជាកូនបង្កើតរបស់ខ្ញុំណាខ្ញុំមិនមែនទៀតទេកាលពីពេលចែកផ្ទះគ្នាម៉ែជាអ្នកនិយាយខ្លួនឯងថារស់នៅរៀងខ្លួនមិនពាក់ព័ន្ធគ្នាទេពាក្យដែលម៉ែនិយាយខ្លួនឯងម៉ែចាំបានឬទេបងស្រីកំពុងធ្វើអីហ្នឹងមេភូមិខ្ញុំគ្រាន់តែមកមើលថែជើងរបស់អាហឺបានធូរស្រាលខ្លះហើយឬនៅប៉ុណ្ណោះបើមើលរួចហើយក៏ត្រឡប់ទៅវិញទៅគ្រួសារគេរស់នៅរៀងខ្លួនបងស្រីកុំឧស្សាហ៍មកបង្កបញ្ហាអីបើនៅតែបន្តបង្កបញ្ហាបែបនេះទៀតវាមើលទៅមិនល្អមើលទេចាំតែមើលទៅម៉ែម៉ាន់នៅទីនេះណាម៉ាន់នៅទីនេះហើយមីក្មេងម្នាក់នេះសម្ដីសម្ដៅវែកញែកជាងមនុស្សធំទៅទៀតជំរាបសួរលោកតាដេកលោកតាក៏មានក្លិនឈើក្លិនផ្សែងបារីដែរខាងបងស្រីខ្ញុំនឹងជួយមើលឲ្យឯងក៏កុំភ័យអីច្បាប់ទម្លាប់នៅខាងពួកឯងទេឈុនហឺក្មេងម្នាក់នេះពិតជាមានចំណុចខុសប្លែកពីគេមែនឯងមើលថែនាងឲ្យល្អទៅកុំឲ្យអ្នកក្រៅដឹងពីរឿងនាងច្រើនពេកអីខ្ញុំដឹងហើយចាស់ឈុនហឺខ្ញុំសុំទោសធ្វើឲ្យឯងត្រូវរងការអាក់អន់ចិត្តហើយមិនអីទេខ្ញុំមិនបានអាក់អន់ចិត្តអីទេឯងអាក់អន់ចិត្តហើយជើងរបស់ខ្ញុំនេះបើសិនជាអាចងើបឈរបានគាត់ក៏មិនហ៊ានមកធ្វើបាបដល់ថ្នាក់នេះដែរលោកពូម៉ាន់ចង់ទៅរករបស់ដែលមានក្លិនល្វីងហើយក្រអូបនោះលោកយាយសូមប្រាប់ថារបស់ល្វីងហើយក្រអូបអាចជាថ្នាំល្អបើរកឃើញហើយយកមកព្យាបាលជើងឲ្យលោកពូម៉ានកូនមិនបាច់បារម្ភពីរឿងជើងរបស់លោកពូទេម៉ាន់ត្រូវតែបារម្ភជើងរបស់លោកពូជាសះស្បើយហើយលោកពូអាចងើបឈរបានហើយពេលងើបឈរបានក៏គ្មានអ្នកណាហ៊ានធ្វើបាបម៉ែរបស់ម៉ាន់ទៀតដែរលោកពូកុំយំអីម៉ាន់ច្បាស់ជារកឃើញរបស់ល្អមិនខានច្រមុះរបស់ម៉ាន់ពូកែជាងគេទាំងអស់
ល្អលោកពូជឿកូនទៅថ្ងៃមុខពេលដែលខ្ញុំមិនបានទៅរៀននៅសាលាភូមិខ្ញុំនឹងនៅចាំផ្ទះការពារមិនបាច់ទេកូនខំប្រឹងរៀនសូត្រទៅនៅក្នុងផ្ទះមានម៉ែហើយម្យ៉ាងទៀតមានម៉ាន់នៅទីនេះដែរនាងពូកែជាងខ្ញុំទៅទៀតម៉ាន់ពូកែជាងគេបំផុតមានរឿងអីហ្នឹងបងប្រុសថ្ងៃខាងស្អែកបងនាំម៉ាន់ទៅរករបស់ល្វីងហើយក្រអូបនោះបានទេរបស់ដែលឯងថាល្អនឹងមានតម្លៃនោះមែនទេចាស់ថ្ងៃនេះម៉ាន់ធំក្លិនវាទៀតហើយធ្ងន់ជាងលើកមុនទៅទៀតនៅខាងភ្នំឯណោះមិនឆ្ងាយប៉ុន្មានទេបានតែពួកយើងត្រូវហៅមនុស្សម្នាក់ទៀតបងលូឧស្សាហ៍ឡើងភ្នំគាត់ស្គាល់ផ្លូវច្បាស់បងលូជាអ្នកណាគេលើវិនសានបងប្រុសអ្នកបរបាញ់សត្វនៅខាងកើតភូមិគាត់ឡើងភ្នំបរបាញ់សត្វរាល់ថ្ងៃគាត់ស្គាល់ភ្នំនេះច្បាស់ជាងគេល្អណាស់មនុស្សច្រើនកម្លាំងក៏ច្រើនបងប្រុសទៅបាននៅឯងដឹងខ្លួនតាំងពីកាលណាដឹងម៉ាន់នៅសូសំលេងបាសេយំក៏ដឹងខ្លួនហើយញ៉ាំបាយរួចចាំទៅម៉ែមិនទាន់ពេលទេម៉ាន់ធំក្លិនល្វីងក្រអូបនោះហើយព្រឹកព្រលឹមឡើងវាធំក្លិនខ្លាំងណាស់បើក្រហួសពេលបន្តិចក្លិនវានឹងហើរអស់ហើយយកទៅញ៉ាំតាមផ្លូវទៅកុំដើរទៅឆ្ងាយពេកណាពេលព្រះអាទិត្យត្រង់ចំក្បាលត្រូវត្រឡប់មកវិញហើយបើវង្វេងផ្លូវធ្វើម៉េចទៅត្រូវតែចងខ្សែភ្ជាប់គ្នាណាម៉ាន់ជាខ្លែងតូចតាបងលូថ្ងៃនេះចង់ឲ្យបងជួយនាំពួកយើងឡើងភ្នំម៉ាន់និយាយថាមានរបស់ល្អនៅលើភ្នំធំក្លិនល្វីងក្រអូបដូចជាអស្ចារ្យបុរាណអញ្ចឹងនៅលើខ្លួនបងមានក្លិនដើមស្រល់ហើយថែមទាំងមានឈាមទៀតផងនេះជាឈាមទន្សាយមែនទេគឺទីដល់ខាងណាខាងនោះក្លិនល្វីងក្រអូបនោះធំក្លិនខ្លាំងណាស់តោះទៅដើរតាមឲ្យជាប់គុំរត់ផ្ដេសផ្ដាសបងលូខាងនេះមានក្លិនផ្សិតតែវាល្វីងណាស់ញ៉ាំមិនបានទេចិត្តដល់ហើយក្លិនល្វីងក្រអូបខ្លាំងណាស់នៅតែខាងមុខនេះទេឈប់គឺនៅទីនេះឯងនៅខាងក្រោមនេះល្វីងតែវាឈ្ងុយខ្លាំងណាស់ឈ្ងុយជាងរបស់ទាំងអស់ដែលម៉ាន់ធ្លាប់ហិតទៅទៀតម៉ាន់កូនប្រកាសចិត្តទេប្រកាសចិត្តជ្រមុះរបស់ម៉ាន់មិនចេះបោកមនុស្សទេក្លិននេះគឺវានឹងហើយគឺជារបស់ល្វីងក្រអូបនេះឯងនេះជាស្អីហ្នឹងអស្ចារ្យបុរាណមែនទេមើលទៅដូចជាមើមឈិនសិនយិនសិនតែធំដល់ថ្នាក់នេះខ្ញុំមិនដែលធ្លាប់ឃើញសោះរបស់នឹងលក់បានលុយទេបងអាចយកទៅព្យាបាលជើងឲ្យលោកពូបានទេត្រូវចាំមើលថាលោកយាយសុងនិយាយយ៉ាងម៉េចសិនបើអញ្ចឹងប្រញាប់ត្រឡប់ទៅវិញទៅប្រញាប់ឡើងខាងនោះមានក្លិនមើមដំឡូងព្រៃខាងនោះមានផ្សិតមួយដុំតូចអាចបេះញ៉ាំបានបងប្រុសមើលចុះនៅលើស្មៅនេះមានទឹកសន្សើមទៀតផងបងលូបងឡើងភ្នំរាល់ថ្ងៃមែនទេនៅលើភ្នំសបាយលេងអត់បងនៅទីនោះមានបន្លាបងលូពិតជាល្អណាស់លោកយាយជួយមើលរបស់នេះបន្តិចមើលលោកយាយរបស់នេះជាបំណែករបស់ល្អមែនទេកូនឯងជីកបានពីកន្លែងណាគឺម៉ាន់ជាអ្នករកឃើញនេះជាមើមឈិនសិនយិនសិនតែមិនមែនជាមើមឈិនសិនធម្មតាទេរបស់នេះយ៉ាងហោចណាស់ក៏មានអាយុកាលចន្លោះពី70ទៅ80ឆ្នាំដែរមិនតែប៉ុណ្ណោះអាចមានអាយុដល់ទៅ100ឆ្នាំទៀតផង100ឆ្នាំបើអញ្ចឹងតើវាអាចដូរបានសុទ្ធប៉ុន្មានគ្រាប់ទៅលោកយាយក្មេងតូចឲ្យរបស់នេះមិនមែនយកទៅប្រៀបធៀបនឹងសុទ្ធប៉ុន្មានគ្រាប់នោះបានទេលោកយាយចុះវាពិតជាមានតម្លៃប៉ុន្មានទៅអាចយកទៅព្យាបាលជើងឲ្យលោកពូបានទេម៉ាន់កូននិយាយត្រង់ជាមួយលោកយាយមើលតើកូនរកវាឃើញដោយរបៀបណាគឺហិតក្លិនដឹងតើលោកយាយក្លិនល្វីងក្រអូបរបស់វាធំខ្លាំងណាស់ម៉ាន់នៅឆ្ងាយសន្លឹមក៏ធំក្លិនវាដែរទីដៅដែលនាងបង្ហាញខ្ញុំជាអ្នកជីកវាដុះនៅក្រោមគល់ឈើចាស់ធម្មតាមនុស្សទូទៅច្បាស់ជាមើលមិនដឹងឡើយរបស់នេះមានគុណភាពល្អខ្លាំងណាស់ឬរបស់វាពេញលេញល្អមិនមានការខូចខាតឬបាក់បែកត្រង់ណាឡើយបើយកទៅលក់ឲ្យហាងលក់ថ្នាំនៅក្នុងស្រុកយ៉ាងហោចណាស់ក៏បានប្រាក់ចន្លោះពី10ទៅ20តម្លឹងដែរតែបើប៉ះចំណែកចំនួនថ្នាំធំដែលស្គាល់តម្លៃរបស់វាច្បាស់ជាមានអ្នកហ៊ានទិញក្នុងតម្លៃ15តម្លឹងមិនខាន10តម្លឹងបើអញ្ចឹងពិតជាអាចព្យាបាលជើងឲ្យលោកពូបានហើយជើងរបស់អាហឺខ្ញុំធ្លាប់មើលពីមុនមកឆ្អឹងគ្នាមិនសូវល្អទេត្រូវស្វែងរកគ្រូពេទ្យឆ្អឹងពូកែមកពិនិត្យមើលឡើងវិញនៅក្នុងទីរួមស្រុកមានគ្រូពេទ្យចាស់ម្នាក់នាមវាងជំនាញឆ្អឹងរបស់គាត់គឺពូកែដាច់គេតែតម្លៃពិនិត្យគឺមិនថោកទេប៉ុន្តែបើមានប្រាក់តម្លឹងទាំងនេះគឺគ្រប់គ្រាន់ហើយពិតមែនអេលោកយាយពិតជាអាចព្យាបាលជាមែនទេតោះតែទៅឲ្យគាត់ពិនិត្យមើលសិនទើបអាចដឹងច្បាស់តែវាពិតជាមានសង្ឃឹមខ្លាំងណាស់លោកយាយចុះរបស់នេះហាងលក់ថ្នាំនៅក្នុងស្រុកគេទទួលទិញពិតមែនអេមិនខ្លាចគេបោកប្រាស់ទេហាងលក់ថ្នាំ2 3នៅក្នុងស្រុកនោះមិនសូវមានភាពស្មោះត្រង់ប៉ុន្មានទេបើពួកឯងទៅច្បាស់ជាត្រូវគេបង្អាប់តម្លៃមិនខាតខ្ញុំណែនាំឲ្យពួកឯងទៅទីរួមស្រុកស្វែងរកហាងលក់ថ្នាំធំដែលមានគេឈ្មោះឬក៏ទៅហាងហៅចម្លងរបស់ល្អបែបនេះត្រូវតែយកទៅលក់នៅកន្លែងដែលល្អទើបបានតម្លៃខ្ពស់ទីរួមស្រុកហេមិនបាច់ប្រញាប់ទេយកវាទៅផ្ទះសិនទៅរួចចាំពិភាក្សាជាមួយឪពុកម្ដាយឯងវិនសានឯងជួយកាន់ជំនួសពួក provide ផងរបស់នេះមានតម្លៃណាស់កុំឲ្យមានការទង្គិចឲ្យសោះបាទម្យ៉ាងទៀតរឿងនេះកុំដើរនិយាយប្រាប់គេផ្ដេសផ្ដាសឲ្យសោះខាងផ្ទះនោះខ្ញុំដឹងហើយចាស់បងប្រុសប្រាក់10តម្លឹងអាចទិញសាច់បានច្រើនប៉ុណ្ណាទៅបានសាច់ច្រើនណាស់ច្រើនខ្លាំងណាស់អាចទិញជ្រូកបានមួយក្បាលអត់បងទិញបានតើបើអញ្ចឹងមិនចង់ញ៉ាំសាច់ខ្វៃដុំធំទុកដាក់ឲ្យល្អទៅបើត្រូវទៅទីរួមស្រុកខ្ញុំអាចទៅជាមួយបានបងលូបងស្ម័គ្រចិត្តទៅជាមួយមែនទេផ្លូវធ្វើដំណើរមិនសូវមានសុវត្ថិភាពប៉ុន្មានទេពួកឯងទៅគ្នាតិចបែបនេះមិនសូវកក់ក្ដៅឡើយឯងមើលខ្លួនឯងចុះដូចជាកូនកង្កែបអញ្ចឹងម៉ែម៉ាន់រកឃើញកំណប់ទ្រព្យហើយកំណប់ទ្រព្យធំណាស់ម៉ែទស្សនាមើលចុះនេះជាស្អីហ្នឹងមើមឈិនសិនយិនសិនលោកយីសុងបានមើលរួចហើយគាត់ថានេះជាមើមឈិនសិនចាស់អាយុរាប់រយឆ្នាំយ៉ាងហោចណាស់ក៏លោកបានប្រាក់10តម្លឹងដែរបានប៉ុន្មានទៅកូន10តម្លឹងលោកយីសុងថាបើគុណភាពល្អបែបនេះអាចលក់បានដល់ទៅ15តម្លឹងឯណោះមានរឿងអីហ្នឹងលោកពូម៉ាន់រកប្រាក់សម្រាប់ព្យាបាលជើងឲ្យលោកពូបានហើយ
នេះពិតមែនអេពិតមែនណាលោកពូបាយចិត្តអត់ហេតុអីបានជាមិនសើចអញ្ចឹងសប្បាយចិត្តលោកពូបាយចិត្តណាស់ម៉ាន់ក៏សប្បាយចិត្តដែរលោកយាយសុងថានៅទីរួមស្រុកមានគ្រូពេទ្យវាំងម្នាក់អាចព្យាបាលជើងឲ្យលោកពូបានពេលលក់របស់នេះបានហើយពួកយើងនឹងនាំលោកពូទៅព្យាបាលរឿងនេះមិនអាចឲ្យអ្នកក្រៅដឹងបានជាដាច់ខាតចាស់លោកយាយសុងក៏មានប្រសាសន៍បែបនេះដែរចំពោះរឿងទៅទីរួមស្រុកខ្ញុំនឹងទៅជាមួយយន្តចុងខ្ញុំបាននិយាយជាមួយបងលោករួចហើយគាត់ថាគាត់ស្ម័គ្រចិត្តទៅជាមួយដែរបាទអញ្ចឹងស្អែកនេះពួកយើងត្រូវប្រញាប់ខំប្រឹងងើបពីព្រលឹមដើម្បីធ្វើដំណើរទៅឆាប់បានត្រឡប់មកវិញឆាប់ម៉ាន់ក៏ចង់ទៅដែរកូនមិនបាច់ទៅទេហេតុអីតូម៉ែផ្លូវដើរជាង40លីប្រហែល20គីឡូម៉ែត្រជើងកូនខ្លីដើរមិនទាន់គេទេម៉ាន់អាចឲ្យបងប្រុសពោបានតើដើរផ្លូវ40លីបងប្រុសឯងច្បាស់ជាហត់ស្លាប់មិនខានម៉ាន់នៅផ្ទះកំដរលោកពូទៅល្អទេកូនម៉ែទៅតែមួយថ្ងៃគឺត្រឡប់មកវិញហើយបាទអញ្ចឹងម៉ែត្រូវប្រញាប់ត្រឡប់មកវិញឲ្យឆាប់ណាស់ម៉ែសន្យាមុនពេលមេឃងឹតម៉ែច្បាស់ជាមកដល់ផ្ទះវិញមិនខាន